ឯកឧត្តមសសុពុត្រាអភិបាលខេត្តនិងក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែងបានថ្លែងនៅការកោតសរសើរជូនចំពោះកម្លាំងចម្រុះរួមមានកម្លាំងជំនាញនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តមន្ទីរបរិស្ថានខេត្តកងរាជអាវុធហត្ថខេត្តគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបុរីអូស្វាយសែនជ័យនិងស្រុកសៀមប៉ាងដែលមានកិច្ចសហការគាំទ្រពីអង្គការអភិរក្សសៀមប៉ាងនិងក្រុមហ៊ុន Rising Phoenix បានបើកប្រតិបត្តិការគៀងចាប់វងសត្វទន្សោងដែលបានបំលាស់ទីពីដែនជម្រកសត្វសៀមប៉ាងមកដល់ចំណុចដែលមានការគំរាមកំហែងពីការបរបាញ់របស់ពួកជនខិលខូចដើម្បីយកទៅរក្សាទុកនិងអភិរក្សនៅកន្លែងដែលមានសុវត្ថិភាពវិញប្រកបដោយជោគជ័យនេះជាលទ្ធផលនៃកិច្ចប្រតិបត្តិការរយៈពេល3ថ្ងៃថ្ងៃទី13ដល់ថ្ងៃទី15ខែឧសភាឆ្នាំ2025ក្រុមការងារគៀងចាប់បានសត្វទន្សោងចំនួន16ក្បាលញីចំនួន11ក្បាលដោយមើលឃើញនៅហានិភ័យនៃការគម្រាមកំហែងការបរបាញ់សត្វទន្សោងទៅនេះហើយមានអង្គការអភិរក្សសៀមប៉ាងនិងក្រុមហ៊ុន Rising Phoenix ដែលធ្វើការអភិរក្សនៅស្រុកសៀមប៉ាងនេះបានព្រួយផ្ដើមនិងស្នើសុំកិច្ចសហការរដ្ឋបាលខេត្តស្ទឹងត្រែងបាទដើម្បីសុំកិច្ចសហការសុំកម្លាំងในការចូលរួមដើម្បីអភិរក្សដើម្បីល្បាតជាប្រចាំការពារនៅវងសត្វទន្សោងទាំងនេះឲ្យមានសុវត្ថិភាពជៀសផុតពីការបរបាញ់របស់ជនខិលខូចដោយទទួលបានការឯកភាពពីរដ្ឋបាលខេត្តក្រុមការងារចម្រុះមួយត្រូវបានបង្កើតឡើងដែលមានការចូលរួមពីមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តមន្ទីរបរិស្ថានខេត្តកងរាជអាវុធហត្ថខេត្តនិងដោយមានការគាំទ្របច្ចេកទេសនិងថាវិការពីអង្គការអភិរក្សសៀមប៉ាងនិងក្រុមហ៊ុន Rising Phoenix ក្រុមការងារបានប្រតិបត្តិការពីដើមរហូតដល់ទទួលបានជោគជ័យ